ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ប្រព័ន្ធគ្រប់គ្រងគណនេយ្យ SQL ERP នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបក្នុងការបង្កើតឈ្មោះអ្នកផ្គត់ផ្គង់នៅក្នុងប្រព័ន្ធដោយជាដំបូងត្រូវចូលទៅកាន់មុខងារ supplier បន្ទាប់មករើសពាក្យថា maintain supplier រួចចុច new ដើម្បីបង្កើតនៅឈ្មោះអ្នកផ្គត់ផ្គង់ថ្មីអញ្ចឹងនៅត្រង់ពាក្យ company ខាងលើនេះសម្រាប់បំពេញឈ្មោះអ្នកផ្គត់ផ្គង់ដោយមាន2 line ខាងលើ line ខាងលើសម្រាប់ដាក់ជាភាសាអង់គ្លេសនិង line ខាងក្រោមសម្រាប់ដាក់ឈ្មោះជាភាសាខ្មែរហើយផ្ទាំងខាងក្រោមនេះវិញសម្រាប់បំពេញនៅព័ត៌មានទូទៅរបស់អ្នកផ្គត់ផ្គង់ដែលមានដូចជាអាស័យដ្ឋានរបស់គាត់យើងមាន4 line ដោយ2 line ខាងលើសម្រាប់ដាក់ភាសាអង់គ្លេសនិង2 line ទៀតសម្រាប់ដាក់ជាភាសាខ្មែរបន្ទាប់មកបំពេញនៅលេខទូរស័ព្ទនិង email ហើយចំពោះលេខ VAT វិញយើងត្រូវចូលពាក្យ tag រួចបំពេញនៅលេខ VAT នៅក្នុង column GST number ចឹងបន្ទាប់ពីយើងបំពេញនៅព័ត៌មានរបស់អ្នកផ្គត់ផ្គង់រួចរាល់អស់យើងចុច save ជាការស្រេចជាចុងក្រោយបើសិនជាបងមានចម្ងល់បន្ថែមបងអាចធ្វើការឆាតសាកសួរនៅក្នុងក្រុម Telegram ឬមួយក៏ join channel Telegram និង follow page ដើម្បីទទួលបាននូវចំណេះដឹងបន្ថែមទាក់ទងជាមួយនឹងការប្រើប្រាស់ប្រព័ន្ធ SQL នេះផងដែរដោយបងអាច scan QR ខាងក្រោមនេះដើម្បី join បានសូមអរគុណ